អ្នកដែលចូលចិត្តមើលរឿងខ្មោចដូចខ្ញុំឥឡូវគឺថាមានរឿងថ្មីមើលទៀតឯអ្នកនរគ្នាហើយលើគេនិយាយថារឿងនេះសម្ដែងដល់បវរកញ្ញាទាំងពីរប្រទេសហ្មងគឺថាបវរកញ្ញាប្រទេសកម្ពុជាយើងសម្ដែងដល់ល្អហួសហើយនឹងបវរកញ្ញាប្រទេសឥណ្ឌូនេស៊ីមកកុំឲ្យខាត់ពេលយើងមកធ្វើ reaction ជាមួយ trailer របស់គេសិនអ្នកដែលជាម្ចាស់កញ្ចក់នេះគឺជាមនុស្សដែលមានទុកសោកហើយកញ្ចក់នឹងហៅដល់នាំទៅចេញឆ្ងាយពីទុកសោកដែលគឺបានអូចាក់ឈាមស្រស់ៗហ្មងអ្នកនរគ្នាអូសំខាន់អ្នកគ្នាមានតួល្បីច្រើនមែនតើសម្ដែងដោយលោកពូទេពរណារ៉ូទៀតណាលើគេថារឿងដំបងបោះល្អហួសឲ្យប៉ុន្តែល្អហួសសម្ដែងសំខ្លាំងទឹកមុខអីអូ my god ចុះវាជាអីអូនៅម្នាក់ឯងផងអូអ្នកនរគ្នាអូអ្នកនរគ្នាខ្ញុំអង្គុយមកកញ្ចក់ឥឡូវហ្នឹងម៉ែវាឯងមិនដូចម៉ែវាឯងពីមុនទេសូម្បីតែខ្ញុំនេះក៏ខ្លាចម៉ែវាឯងដែរអូអ្នកនរគ្នាមានកញ្ចក់មានអីលេងហ៊ានមើលទៅមើលរឿងនេះហើយអូខ្ញុំអង្គុយមើលម្នាក់ឯងឥឡូវខ្ញុំចង់ខ្លាចមកដល់គ្នាម្ចាស់កញ្ចក់ខនតែមើល trailer នឹងហើយគឺមានអារម្មណ៍ដូចអត់ហ៊ានមើលកញ្ចក់មកគេនៅបន្ទប់ម្នាក់ឯងអីចឹងដោយសារបន្ទប់ខ្ញុំគឺកញ្ចក់ច្រើនទៀតណានៅមុខផងនៅក្រោយផងនិយាយទៅកញ្ចក់សឹងគ្រប់កន្លែងហ្មងតាមខ្ញុំមើលទៅប្រហែលជាអត់សូវមានកន្លែង funny ប៉ុន្តែដឹងតែខ្មោចលងរន្ធត់ហើយមានភាពកំសត់តិចតួចគេមើលទៅចឹងអ្នកទាំងគ្នាកុំភ្លេចទៅមើលទាំងអស់គ្នាក៏សម្បត្តិឲ្យក៏បានដែរដោយសារគេចាប់ដើមចាក់បញ្ចាំងនៅថ្ងៃទី18ខែកញ្ញាហ្នឹងឯងនិយាយទៅគៀកមែនតើហ្មងខ្ញុំទៅរកក៏ឲ្យហើយចា